បាទអានេះជា admin page របស់ខ្ញុំហើយខ្ញុំចូលទៅលើ ad manager ហើយបន្តមកទៀតដើម្បីចូលទៅកាន់menu ដែលយើងត្រូវបង្កើត custom audience យើងវាម៉ៅមកខាងឆ្វេងមកអញ្ចឹងអ្នកនរគ្នាប្រកាសជាឃើញ menu មួយឈ្មោះថា audience អញ្ចឹងចុចលើហ្នឹងមកបាទបន្តមកទៀតយើងនឹងឃើញ menu ខាងឆ្វេងពណ៌ខៀវនេះដាក់ថា create audience បាទអញ្ចឹងពេលដែលយើងចុចលើវានឹងមានពីរជម្រើសឲ្យយើងទី1មានន័យថា custom audience និងទី2 localized audience អញ្ចឹងវីដេអូមួយនេះខ្ញុំបង្ហាញអ្នកនរគ្នាពីរបៀបបង្កើត custom audience អញ្ចឹងនៅ custom audience គេ detail អ្នកនរគ្នាប្រាប់ថា connect with the people who has already shown an interest in your business or product with custom audience you can create an audience from your custom contract website traffic or mobile app កន្លែងនេះគេចង់មានន័យថា custom audience ហ្នឹងគឺជា statistic ឬក៏ report មួយដែលអ្នកទាំងអស់គ្នាអាចទាញយកអតិថិជនណាដែលបានចាប់អារម្មណ៍នៅលើ page របស់អ្នកឬក៏ product របស់អ្នកដែលយើងអាចហៅថា engagement ពាក្យថា engagement មានន័យថាដូចជា click like click comment scroll កាត់ចូលមើលរូបភាពអីចឹងទៅអញ្ចឹងcustom audience ហ្នឹងវាមានតួនាទីប្រមូលអតិថិជនប្រភេទហ្នឹងដែលចាប់អារម្មណ៍ទៅលើ product របស់យើងហ្នឹងឬក៏ business របស់យើងហ្នឹងយកមកទុកមកដុំឲ្យយើងមកអញ្ចឹងដើម្បីបង្កើតវាយើង click មកអញ្ចឹងវាមានជំរើសច្រើនឲ្យយើងទីមួយយើងចង់យកទិន្នន័យពីណាអាចទៅពី website ពី Instagram ពីប្រភេទវីដេអូពីអីចឹងទៅតែខ្ញុំបង្ហាញអ្នកនរគ្នាទៅលើ Facebook page បាទអញ្ចឹងយើងចុចលើ Facebook page មួយចុច next ទៀតអញ្ចឹងកន្លែងនេះជាកន្លែងមួយដែលFacebook ឲ្យយើងរើសថាតើយើងរើស custom audience សម្រាប់ page មួយណាឥឡូវខ្ញុំរើសយក page មួយហ្នឹងចុះបន្ទាប់មកទៀតយើងមើលកន្លែងនេះជាកន្លែងដែលសំខាន់ដែលយើងត្រូវយកថាតើយើងយកaudience របស់យើងប្រភេទអីអញ្ចឹងខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាយក everyone who engage with your page អញ្ចឹងមានន័យថាអ្នកដែលបាន scroll កាត់ឬមាន action អីមួយទៅលើការ post របស់ page របស់យើងវាចូលទៅលើអា menu មួយហ្នឹងហើយបន្ទាប់មកទៀតយើងយករយៈពេលប្រហែលអញ្ចឹងយើងយកមួយឆ្នាំវានឹងរាប់ current day ថយក្រោយមួយឆ្នាំអញ្ចឹងណាបន្ទាប់មកទៀតវាមាន include more people ឬ exclude មានន័យថាកន្លែងនេះអ្នកទាំងអស់គ្នាអាចដក audience ប្រភេទអីបញ្ចូល audience ប្រភេទអីកន្លែងនេះដកប្រភេទអីចឹងទៅអូខេយើងអត់ចង់ឲ្យវា add បន្ថែមទៅលើ audience ហ្នឹងចឹងណាកន្លែង include មានន័យថាទីហោថាឥឡូវយើងចង់បន្ថែម interest ទៅលើ audience របស់យើងប្រភេទអីថែមប្រភេទdoctor ប្រភេទអីចឹងយើងអាច add ចូលបានឬក៏យើងដកប្រភេទហ្នឹងចោលក៏បានបន្ទាប់មកទៀតយើងដាក់ name យើង input name វាមកដាក់ថាឥឡូវខ្ញុំដាក់ថា custom audience បាទខ្ញុំដាក់អញ្ចឹងខ្ញុំចុចថា create អញ្ចឹងកន្លែងនេះនៅពេលដែលយើងបង្កើតcustom audience ហើយវានឹងសួរយើងបន្តឲ្យថាតើយើងចង់បង្កើតអីទៀតអត់បង្កើត ad បង្កើត create localized audience ឬក៏យើង create other custom audience អញ្ចឹងណាអញ្ចឹងខ្ញុំបញ្យល់3ចំណុចនេះទៀតហើយនឹងចំណុចវីដេអូបន្ទាប់ខ្ញុំនឹង detail ទៅលើ create localized audience អញ្ចឹងខ្ញុំបញ្យល់អ្នកនរគ្នាថាអីដែលហៅថា localized audience នេះគេជា function មួយដែលអនុញ្ញាតឲ្យ Facebook ប្រមូលព័ត៌មានអតិថិជនទាំងអស់ដែលមានលក្ខណៈស្តៀងទៅនឹង custom audience ដែលយើងបានបង្កើតអញ្ចឹងនេះជាមូលហេតុដែល Facebook វា alert ឲ្យយើង create localized audience create ad នេះបើយើងទីហោថាយើងចង់boost ផលិតផលយើងអាចចុចលើ option ហ្នឹងទៅវានឹងបន្តឲ្យយើង boost ផលិតផលបន្ថែមហើយនឹង create other
custom audience មានន័យយើងចង់បង្កើត custom audience ប្រភេទណាផ្សេងទៀតចឹងទៅបាទអញ្ចឹងអត់ទេឥឡូវយើងអត់ចាំបាច់បង្កើតអីទេព្រោះវីដេអូយើងចង់សូបង្ហាញតែថាតើស្អីដែលហៅថាcustom audience ហើយវាមានតួនាទីអីចឹងណាបាទអញ្ចឹងអានេះវាកំពុងតែ check ហើយវាអត់ទាន់វា already ទេហាមួយនេះវា already ហើយអញ្ចឹងមានន័យថាអានេះជា audience ដែលខ្ញុំបានបង្កើតហើយជា custom audience ខ្ញុំបានបង្កើតហើយដែលមាន size estimate ប៉ុណ្ណឹងទៅប៉ុណ្ណេះដូចខ្ញុំបញ្ជាក់នេះជា custom audience មានន័យថាជាអតិថិជនដែលធ្លាប់បានធ្វើ engagement ទៅលើ page របស់ខ្ញុំដូចជា like ដូចជា comment ដូចជាមើលរូបភាពអីជាដើមអានេះមានចំនួនប៉ុណ្ណឹងក្នុងការ estimate បាទអញ្ចឹងអានេះដូចគ្នាបើក្នុងករណីpage មួយនេះគេមានការ verify ហើយអស់មានន័យថាព័ត៌មានទាំងអស់វានឹង list ឲ្យយើងដូចគ្នាដូចនឹងមួយនេះអញ្ចឹងបាទដូចមួយនេះអញ្ចឹងណាអញ្ចឹងវាមាន history ឲ្យយើងច្រើនសម្រាប់យើង check ហើយយើង analyze បាទអញ្ចឹងអានេះជាវិធីនៃការបង្កើតcustom audience យ៉ាងមានប៉ុណ្ណឹងខ្ញុំនឹងប្រាប់អ្នកនរគ្នាថាតើយើងបង្កើត localized audience របៀបម៉េចដែល base ទៅលើ custom audience ចាស់របស់យើងអញ្ចឹងចូលទៅកាន់ motor ខ្ញុំអ្នកនរគ្នាបាទនេះជា screen ជា screen monitor របស់ខ្ញុំដែលនៅយើងនៅក្នុង ad manager Facebook អញ្ចឹងអ្នកនរគ្នាឃើញហើយអាមួយនេះជា localized audience ដែលយើងបង្កើតនៅវីដេអូមុនអញ្ចឹងcustom audience ដែលយើងបង្កើតនៅវីដេអូមុនអញ្ចឹងយើងថ្ងៃនេះយើងមកធ្វើមួយទៀតគឺបង្កើត localized audience ដែលតពីវីដេអូដែលយើងបង្កើត custom audience អញ្ចឹងអ្នកនរគ្នាឃើញប៊ូតុង Q មួយយើងចុចលើនឹងទៅមានពាក្យថា localized audience ឃើញទេអញ្ចឹង localized audience នេះវានឹងជា function មួយដែលអនុញ្ញាតឲ្យយើងបង្កើតcollect យកអតិថិជនណាដែលមានលក្ខណៈស្តៀងទៅនឹងអា audience ដែលយើងមានហើយមានន័យថាឧទាហរណ៍ថាយើងមានលក់ផលិតផលមួយជាផលិតផលផាត់មុខឬក៏ផលិតផល form លាងមុខអីចឹងទៅឧទាហរណ៍អញ្ចឹង localized audience ដោយសារវីដេអូមុនយើងបង្កើត custom audience ហើយអញ្ចឹង custom audience វាមិនមានតួនាទីទៅ collect អតិថិជនទាំងអស់ដែលបាន like ឬទៅធ្វើ engagement ទៅលើpage របស់យើងមួយហ្នឹងអញ្ចឹង localized audience វានឹងប្រមូលអតិថិជនណាដែលមានលក្ខណៈស្តៀងទៅនឹងអា custom audience ដែលយើងបង្កើតមុនហ្នឹងអញ្ចឹងណាអញ្ចឹងយើងចុចលើវាទៅបាទបន្តមកទៀតកន្លែងនេះឃើញទេវានឹងឲ្យយើងរើស other source អញ្ចឹងកន្លែងនេះយើងរើសយក source ពីណាមកយើងរើសយក source ពី custom audience របស់ page មួយនេះអូខេអញ្ចឹង location យើងរើសយក Asia រើសយកអូខេ Cambodia នេះ Cambodia ហ្នឹងហើយអញ្ចឹងមានន័យយើងរើសយកប្រទេសហ្នឹងមកអញ្ចឹងភាគរយដែលដូចឧទាហរណ៍ថាកម្រិត 1% យើងចម្រាញ់អស់ហើយចម្រាញ់យកអតិថិជនណាដែលមានការស្តៀងមួយអតិថិជនយើងច្រើនបំផុតហើយអញ្ចឹងយើងរើសយក 7% ឬក៏ 8% ទៅខ្ញុំថាខ្ញុំបើសម្រាប់ខ្ញុំគិតថា 7% វាល្អសម្រាប់ខ្ញុំអញ្ចឹងខ្ញុំរើសយក 7% អញ្ចឹងកម្រិតនៃ audience លក្ខណៈស្តៀងទៅនឹងអតិថិជនរបស់យើងនៅលើប្រទេសកម្ពុជាមាន 1.2 លាននាក់អូខេបន្តមកទៀតយើងយកពាក្យថា create audience បាទអញ្ចឹងឡើយនេះយើងវាកំពុងតែ calculate ហើយអញ្ចឹងវានឹងបង្កើត localized audience មួយដែលមាន 7% នៃ custom audience ដែលយើងបង្កើតហើយនេះអញ្ចឹងយើងចុចលើវាទៅវាកំពុង calculate ឲ្យយើងថាតើ audience របស់យើងនៅក្នុងស្រុកខ្មែរហ្នឹងមានចំនួនប្រមាណអ្នកដែលមានលក្ខណៈស្តៀង 7% ទៅនឹង custom audience របស់យើងចាស់បាទអញ្ចឹងនៅពេលដែលកន្លែងនេះកន្លែង
availability នេះវាចេញថា ready ដោយអាខាងក្រោមអញ្ចឹងមានន័យថាអា custom audience ហ្នឹងយើងអាចយកទៅប្រើបានហើយយើងអាចមើល static ថាតើអា custom lookalike audience របស់យើងនេះមានប្រមាណភាគរយមានប្រមាណអ្នកយើងអាច check មើល static ទាំងអស់បានណាអញ្ចឹងការបង្កើត lookalike audience មានប៉ុណ្ណឹងដែលចង់បង្ហាញអ្នកនរគ្នាពីរបៀបboost sponsor mistake មានន័យថាយើងចង់ធ្វើ promotion ឬក៏យើងចង់ boost ផលិតផលថ្មីដល់អតិថិជនចាស់របស់យើងឃើញតាមរយៈ mistake អីចឹងណាអញ្ចឹងអា sponsor mistake ហ្នឹងវាមានតួនាទីសម្រាប់ជួយយើងboost mistake មានន័យថាវានឹងផ្ញើ mistake ទៅកាន់អតិថិជនចាស់ៗដែលបាន mistake មកកាន់ page របស់យើងអញ្ចឹងទៅទីហោថាក្នុងរយៈពេលមួយឆ្នាំឬក៏2ឆ្នាំមកហ្នឹងមានអតិថិជន 10000 នាក់ចឹងចុះទីហោ mistake មកកាន់page របស់បងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាចង់ប្រម៉ូទផលិតផលថ្មីទៅកាន់អតិថិជនទាំងអស់ហ្នឹងអញ្ចឹង Facebook វាមាន function មួយសម្រាប់ឲ្យអ្នកទាំងអស់គ្នាអាច boost mistake ទៅកាន់អតិថិជនដែលបាន mistake មកអញ្ចឹងទៅអញ្ចឹងរបៀបនៃការ boost mistake គេធ្វើវាមិនអញ្ចឹងចូលទៅកាន់ monitor ខ្ញុំទាំងអស់គ្នាបាទនេះជា account Facebook admin របស់ខ្ញុំអញ្ចឹងដើម្បី boost បានយើងចូលទៅកាន់ ad manager បាទអញ្ចឹងរបៀបនៃការ boost អញ្ចឹងអានេះជាទម្រង់ ad manager របស់យើងអញ្ចឹងដើម្បី boost បានអ្នកនរគ្នាចុចលើប៊ូតុងពណ៌បៃតងមួយឈ្មោះថា create campaign បាទបន្តមកទៀតអ្នកនរគ្នាអាចរើសយក option engagement សម្រាប់ទម្រង់ថ្មីទម្រង់2022អ្នកនរគ្នាអាចរើសយកengagement បាទតមកទៀតចុច continue បាទបន្តមកទៀតយើងរើសយក manual control ហើយចុច continue បាទនេះជាad manager របស់យើងដែលមាន3 option ដែលយើងត្រូវបំពេញទី1គឺ campaign ទី2 ad set ទី3 ad អញ្ចឹងណាអញ្ចឹងកន្លែងនេះអ្នកនរគ្នាអាច rename ឈ្មោះ campaign របស់យើងទៅកន្លែងនេះជា category មិនបាច់រើសទេបាទបន្តមកទៀតកន្លែងនេះអ្នកនរគ្នាមិនបាច់ដូរទេបាទអានេះយើងរើសយក engagement ហ្នឹងត្រូវហើយបាទបន្តមកទៀតadvantage campaign budget នេះយើងត្រូវបើកបាទអញ្ចឹងកន្លែងនេះជាកន្លែងដែលសំខាន់ដែរអញ្ចឹងកន្លែង budget នេះតើអ្នកនរគ្នាចង់ boost message daily ឬក៏យើងអាច set គេមានពីរមាន lifetime budget និង daily budget lifetime daily budget មានន័យថាបើសិនជាអ្នកទាំងអស់គ្នាដាក់កន្លែងនេះថា$5អញ្ចឹងមានន័យថាវានឹងកាត់$5សម្រាប់មួយថ្ងៃអញ្ចឹងណាអញ្ចឹងបើសិនជា lifetime budget ទីអរអ្នកទាំងអស់គ្នាដាក់ថងថា30ខ្ញុំឧទាហរណ៍បាទអញ្ចឹងកន្លែងនេះវាមានន័យថាអ្នកទាំងអស់គ្នាអាច set ended មានន័យថាការធ្វើ promotion អ្នកទាំងអស់គ្នាចប់នៅថ្ងៃណាអញ្ចឹងទៅអញ្ចឹងឥឡូវខ្ញុំរើសយកlifetime budget បន្តមកទៀតកន្លែង campaign bid strategy អ្នកនរគ្នា edit យើងយកពាក្យថាbid cap បាទ bid cap ហ្នឹងគឺជា option មួយដែលអាចឲ្យយើង bid impression របស់វាបានតាមទៀតយើងសូមមក option មកបាទ delivery time យើងធីខាងនេះមួយទៀតបាទអូខេ good ហ្នឹងអ្នកនរគ្នាអាចចំណាំកន្លែងហ្នឹងបានបន្តទៀតយើងចុចពាក្យថា next ដើម្បីចូល add set ហ្នឹងហើយអញ្ចឹងកន្លែង add set name អ្នកនរគ្នាអាចបំពេញបានដូចជាវីដេអូមុនដែលខ្ញុំបានសូអញ្ចឹងហើយអានេះយើងរើសយក message app កន្លែងណាសំខាន់សម្រាប់ sponsor message គឺ add tag អ្នកនរគ្នាឃើញ add tag នេះអញ្ចឹង add tag វាមាន2ទី1 click to message ទី2
sponsor mistake អញ្ចឹងវីដេអូដែលយើងធ្វើគឺយើងធ្វើទៅលើ sponsor mistake បាទអញ្ចឹងពេលដែលយើង click add type sponsor mistake យើងចាំបន្តិចបន្តមកទៀតយើង scroll មកខាងក្រោមយើងរើសប្រភេទ page លើទីហោថាខ្ញុំរើសយក page មួយនេះចុះបាទអញ្ចឹង bit របស់យើងដាក់ប្រមាណទីហោថាខ្ញុំដាក់ថា$5អញ្ចឹងវានឹងប្រាប់យើងឲ្យថា$5យើងនឹងទទួលបាន impression 1000 impression អីចឹងទៅបាទបន្តមកទៀតដល់កន្លែងនេះហើយគឺជាកន្លែងដែលយើងដាក់មុនហ្នឹងមានន័យថាយើងយក live time budget ចឹងមានន័យយើងត្រូវ set ថ្ងៃដែលបញ្ចប់របស់វាហើយខ្ញុំ recommend ដល់អ្នកទាំងអស់គ្នាអាចset ពី3ថ្ងៃឬក៏4ថ្ងៃ5ថ្ងៃមានន័យ4ថ្ងៃជាចំនួនថ្ងៃដែលល្អយើងកុំដាក់តិចពេកអញ្ចឹងថ្ងៃនេះថ្ងៃទី6 7 8 9ឡើយខ្ញុំដាក់ថាថ្ងៃទី9តោះអូខេអញ្ចឹង placement វានឹងយក automatic ហើយដោយសារយើង boost mistake អញ្ចឹងវាត្រូវចេញតែ mistake ឲ្យយើងមួយទេ sponsor mistake ណាបាទបន្តមកទៀត option នេះយើងចប់ហើយយើងចុច next ដើម្បីចូលទៅ add នេះមក tab ទៀតឃើញទេឥឡូវវា load error យើងមួយណាអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលយើងបំពេញដូចគ្នាបាទហើយនេះគឺជាtemplate របស់វាមានរើសមានថាយើងអាច boost តែ text ប្រភេទ text ទៅទេនេះជាទម្រង់ text បាទអញ្ចឹងបើយើងចង់ដាក់រូបភាពយើងអាច text and image មកអូខេបន្តមកទៀតកន្លែងរូបភាពវា recommend ឲ្យយើង1200គុណនឹង628អញ្ចឹងសម្រាប់ការ design នេះបើសិនជាក្នុងករណីអ្នកទាំងអស់គ្នាអត់មាន Photoshop ហើយពិបាកក្នុងការ design អញ្ចឹងអ្នកនរគ្នាអាចចូលទៅកាន់ website មួយឈ្មោះថា Autopia គឺវាមាន tool ដូច Photoshop អញ្ចឹងហើយឥឡូវយើងចូលទៅអ្នកគ្នាទៅដើម្បី design រូបហ្នឹងលើទីហើយខ្ញុំដាក់ថា Autopia អូខេនេះឃើញទេ Autopia online photo editor អញ្ចឹងវាចេញមកទម្រង់ដូច Photoshop យើងដែរយើងចុច new project មកបាទបន្តមកទៀតយើងរើប៉ុណ្ណាយើងរើ size ថា1200គុណនឹង628បាទអូខេអញ្ចឹងយើង create មកហ្នឹងហើយអញ្ចឹងវានឹងចេញ layout blank ចេះឲ្យយើងមួយហើយអញ្ចឹងដើម្បី design រូបបានអ្នកនរគ្នាអាចចូលទៅកាន់download ទីឲ្យខ្ញុំដាក់រូបពីរនេះចុះអញ្ចឹងយើង drag drop ហ្មងដើម្បីលឿនឃើញទេវាចូលហ្នឹងអ្នកនរគ្នាទាញមកទីឲ្យខ្ញុំដាក់រូបនឹងកលចេះតិចពីររូបចុះហើយមួយរូបទៀតខ្ញុំដាក់នៅខាងនេះបាទអូខេវាដូច Photoshop ចឹងដែរវាអាចជួយយើងបាននៅក្នុងករណីអ្នកនរគ្នាអត់មាន app Photoshop នៅក្នុងកុំព្យូទ័រអញ្ចឹងបន្ទាប់ពី design បានចឹងហើយអ្នកនរគ្នាអាចចូល file យកពាក្យថាexport as អញ្ចឹងយើងអាចរើសជា PNG បាន JPG បានលើខ្ញុំរើស PNG ចុះហើយខ្ញុំ rename ដាក់ថា promotion បាទហើយខ្ញុំ save វានឹងធ្លាក់ចូលក្នុងនេះឃើញទេបាទបន្ទាប់មកទៀតរូបដែលយើង save នេះវាប្រកាសជាចូលក្នុងdownload ដែរឥឡូវយើងចូលទៅកាន់ add របស់យើងវិញតោះទៀតយើង select រូបភាពអញ្ចឹងនេះជារូបភាពដែលនៅក្នុង page របស់យើងអញ្ចឹងយើងអត់មានរូបហ្នឹងទេអញ្ចឹងយើងចុចពីប៊ូតុង upload មកហើយយើង browse ទៅរករូបភាពរបស់យើងដែលបាន create មុនហ្នឹងបាទនេះរូបនេះ promotion យើង open មកវាកំពុងតែ upload ចូលហើយបាទបន្តមកទៀតអ្នកនរគ្នាអាច select ទៅលើរូបហ្នឹងបានតតែចេញតុង view ឬជុំវិញអញ្ចឹងមានន័យថា select ឲ្យចុចពាក្យថា continue បាទវានឹងចូលនៅក្នុងនេះឃើញទេនេះបាទនេះរូបភាពដែលយើង upload វិញវាចេញទម្រង់បែបហ្នឹងនៅកន្លែង mistake មក
chẳng khang lử nè nó ni ai trở xây tha hái để sao nhưng cam đai kháng trăm tích bà tiêu đây dương ai trở xây là hái this is my new product thì hó nhưng mà thì ho chẳng cấp sau đó tiết lại thay thôi và dưới dương ai đặt chỉ lấy chủ sáp tôn cài per lấy chẳng tài chẳng dương mơ lại hụt xong này nhé khi vì miền thạch bị lỡ hay năng lấy chủ sáp nơi khang cồm và tao mà tiết dương ai trở xây thì theo tha thằng này tha my new product ok chẳng viên đằng trên thì theo khang khôn và to thì thế nhé chứ là cái này ní cứ chỉ cái này po miền đi theo lên chẳng tài nói cái này ní mình to một tiết dương phải chọc cái này một bánh dương cho một khang khổ mình này thằng cái customer action cái này ní mình này bút tổng chấm rồi bút tổng mình này tha ôi customer bảo dưỡng check từ lơ thay mistake đầm bay dương thay soi trôi chẳng hạn chấm rất thì phí quick reply mình đây tha dương aiจะ say chỉ quick reply tại chôn bảo dưỡng thì họ tha lấy miền mùi hai này dương ai say đây dương ai xua người tha how much ok bà chẳng viên đằng trên how much thế trên mistake suggestion mà ở tại chôn chốt chẳng đời lấy dương chẳng add một tiết thì dương cho add một tiết I want to buy đấy chẳng viên đằng trên thạch những sản phẩm ở tại chôn chốt mình này thì họ là lấy kia còn là cái ở trong sẽ cái trong số thầm lại mán cái chọi how much chẳng tới cái trong tính cái đã thay want to buy chẳng tới nó là biết cái đã thay quick reply chẳng này và top một tiết ca bấm pin giờ mới tới viên miền tập phần nắng là biết này ca first sponsor mistake hay nhà ở này ai cho public tới chẳng những trăm tịch bởi không cạn này viên miền error viên tranh cả hòm tay bờ sân cho nên ở here khơi bị green một tông này hái bên này tha ca hiệp trong adset bỏ dương đó ad này chơi bỏ dương cứ admin error thì dương ai vô tập hợp ba này và chắc sầm rap video bọc nhóm miền tập phần nắng sầm rap ca show vì ca thưa sponsor mistake hay sẽ không nẹt ngọc này cho chặt video mới đi hay chụp nên là video cối bờ sân chỉ nẹt ngọc này miền pan ha ai thờ cao nhưng chui ra sái ai comment nơi khang không video bạn ở cuốn chụp nên video cối